របៀបកំណត់ទំហំទៅលើ user ដែលផ្ទុក email គេហៅថា Dakota ចេញបើក mail server account manager ខ្ញុំយកនេះដាក់មកទេទៀតត្រង់ Kota ធីកត្រង់នេះមួយត្រង់ចង់ចំណុចកន្លែង maximum number of message store នេះមានន័យថាចំនួន message ដែល store ឧទាហរណ៍ថាបើសិនខ្ញុំដាក់5អញ្ចឹង mail account ឈ្មោះថានីដាអាចផ្ទុកបានតែ5 message អញ្ចឹងអ្នកទី6ចូលមកអត់បានទេបានតែ5 message អញ្ចឹងទេប៉ុន្តែប្រសិនបើយើងដាក់0នេះវា unlimit មិនកំណត់ចំនួននៅត្រង់កន្លែង maximum display allow នេះបើសិនយើងដាក់ថា10 មេអញ្ចឹងមានន័យថាវា control ទៅលើ megabyte វិញមានន័យថាការ send email មកឲ្យ user នីដានេះអាចផ្ទុកបានតែ10 មេទេឧបមាថាគេ send email តាមមួយ message ក៏ដោយឲ្យតែមានទំហំ10 មេនោះអ្នក message ទី2 send លើសពី10 មេគឺអត់បានទេអញ្ចឹងបានតែ10 មេទេឧទាហរណ៍ខ្ញុំ100 message ក៏ដោយប៉ុន្តែបើសិន100 message ហ្នឹងបូកចូលគ្នាបានតែ10 មេអាចចូលប៉ុន្តែបើសិនជាលើសពី10 មេអត់ចូលទេនេះគឺជាចំនួនការកំណត់ឧទាហរណ៍ឡើយខ្ញុំដាក់ថា10 មេអញ្ចឹងចុះអញ្ចឹងខ្ញុំចាប់ដើមយកណា resend អញ្ចឹងខ្ញុំ reply តែម្ដងខ្ជិលសរសេរហើយ reply អញ្ចឹងបើសិនខ្ញុំសរសេរតែអត្ថន័យប៉ុណ្នេះវាមានទំហំតូចខ្ញុំដាក់ថាចឹង please check in attach file ចឹងខ្ញុំ send តាម attach ខ្ញុំចូល attach មួយមកនេះការ send email តាម attach មានតែខ្ញុំ send ជា file ជារូបភាពកម្រចឹងឧទាហរណ៍ខ្ញុំចូលរើស file ណាធំមួយមកនេះ file មាន13 មេទេហើយមើល file ណាធំសិនឈប់តើណាចឹង file នេះ19 មេចឹងយក file នឹងមួយទៅadd ចូលចាំបន្តិចចឹងក្រោយមកវា add នៅក្នុងនេះខ្ញុំ finish តែម្ដងបញ្ចប់ចឹងចាប់តាម send ឲ្យនីដាតែម្ដងចឹងនោះវាដាក់ថា error បាទចឹងឃើញនៅ error would accept mail Kota ចឹងមានថា Kota ហ្នឹងវាបានតែ10 មេដល់លើពី19 មេអត់ទៅវិញចឹងវាឡើង attach យើងគ្រាន់តែយើង attach file មួយនេះវាឡើងដល់19 មេហ្នឹងចឹងអានេះកំណត់ត្រង់ user នីដាបានតែ10 មេចឹងឧទាហរណ៍ឡើយខ្ញុំចង់កែខ្ញុំចូលកែសិនឈប់ខ្ញុំចូលកែសិនខ្ញុំ remove នេះចោលវិញហើយខ្ញុំរក file ណាតូចមួយមកចឹងនេះ6 មេចឹង6 មេអាចទៅ add finish ចឹង send ម្ដងទៀតបាទចឹង6 មេត្រូវបានទៅចឹងពេលនោះខ្ញុំចាប់ដើម get mail ចឹងវានឹងទទួលបានមួយដែរដោយសារយើងជាប់មុនជាប់ forwarding បានវាទទួលបាន email ខ្លួនឯងមួយវិញចាំបន្តិចនេះមកចឹងដោយសារកន្លែង post master នេះវា error មានន័យថាកាលពីមុនដោយសារយើងបាន send email ខុសពីលក្ខខណ្ឌណាមួយដែល error ណាមួយអញ្ចឹងវា post master ត្រូវបាន send មកប្រាប់យើងថា
ការ send តាមរយៈ attach ហ្នឹងវាមានបញ្ហាយ៉ាងម៉េចឬក៏ error យ៉ាងម៉េចអញ្ចឹងក៏ការ error វា Pop Master វា send មកឲ្យភាសានេះ Nari យើងបានតេស្តយកតែ6 មេ send ទៅវិញហើយយើងមក attach អីមានតាមធម្មតាបាទនេះ click លើ attach អីចឹងទៅដល់ពេលខ្ញុំមកមើលលើនេះវិញហើយខ្ញុំ send receive លើនេះចឹងក៏ទទួលបានដូចគ្នាដែរនេះ Nari ហើយខ្ញុំមើលតាម attach វិញចឹងទៅអូខេនេះឃើញគេដាក់ថា abandonment so warning account quota អីសឹបដែរបើមានបញ្ហាអីហ្នឹងអញ្ចឹងក្នុងការដែលកំណត់ quota ត្រូវបានបញ្ចប់